មួយនេះបងចង់បានម៉ូទ័រយ៉ាងធំបន្តិចប្រភេទនេះបងចង់ប្រើលក្ខណៈគ្រួសារតែចង់បានយ៉ាងខ្លាំងល្មមតម្លៃវាក្រោម100បងអាចប្រើប្រភេទនេះបានប្រភេទនេះឃើញវាប្រើម៉ូទ័រប្រើលក្ខណៈគ្រួសារតែវាខ្លាំងយើងមានក្បាលវាជាប្រភេទក្បាលធំហើយម៉ូទ័រក៏ធំជាងដែរបងនេះម៉ូទ័រវាសាច់ម៉ូទ័រហើយកន្លែងនេះយើងស្រីទឹកបានខ្លាំងឲ្យខ្សោយបានមួយនេះកងតាក់វាហើយស្ពេចវាប៉ុណ្ណេះអញ្ចឹងបងស្ពេចវាហើយនឹងមកសេតវាយើងមានប្រភេទជើងទប់លំញ័រវាជើងជ័រយើងចាប់ជាមួយជើងវានេះអញ្ចឹងប្រភេទនេះយួរអីជើងវាដៃមួយជុំស្រួលយួរបងហើយយើងមានជើងទប់លំញ័រវាមានអ្នកការវាបងខ្លះសួរថាអ្នកការយើងភ្ជាប់កន្លែងណាអ្នកការយើងមួលកន្លែងប្រឡងនេះចេញមកនេះមួលកន្លែងហ្នឹងមកដាក់អ្នកការចូលបើយើងអត់មួលអញ្ចឹងក៏ប្រើបានដែរគ្រាន់តែយើងអត់នឹងសម្ពាធហើយយើងប្រើបានធម្មតាដូចគ្នាហើយមួយនេះជាម្ដងប្រភេទម្ដងឯងដាក់ចូលហើយចំណុចល្អរបស់វានៅកន្លែងនេះគេមានស្ពាន់មកស្រាប់បងខ្លះម៉ូទ័រខ្លះពីមុនគេប្រើប្រភេទជ័រអីពេលខ្លះបងប្រើទៅវាធ្លាក់វាអីវាបាក់ហ្នឹងអញ្ចឹងបាទនេះស្ពាន់អញ្ចឹងអត់ងាយបាក់ទេវាមាំជាងអញ្ចឹងយើងភ្ជាប់មួយជ័រមកហើយភ្ជាប់មួយខ្សែទឹកចូលហើយមកសេតវាមកភ្ជាប់មួយមកកំប៉ុងសាប៊ូវាតូចមួយស្រាប់កំប៉ុងសាប៊ូនេះយើងដាក់មកកៃមួយនេះកៃវាមាំបងកៃមាំជាងដោយសារគេធ្វើតុបមួយនឹងកម្លាំងសម្ពាធខ្លាំងរបស់ក្បាលបូមនេះបងអញ្ចឹងហើយតយោវាមានតយោ15ម៉ែត្របងសួរថាតយោវា1ម៉ែត្រ15ម៉ែត្រយើងល្មមមកបាញ់ជុំវិញឡានហើយទាញមុខផ្ទះក៏យើងទាញផុតដែរប្រភេទនេះមុខផ្ទះណាហើយយើងអាចប្រើជាមួយម៉ូទ័រស្រីទឹកបានសម្រាប់បងដែលចង់ប្រើជាមួយកំប៉ុងស្រួលធំឬខ្ញុំជំរាបចឹងយើងដាក់សងកន្លែងនេះមកតំណមកមួយកណ្ដុងនឹងចេញមកឃើញប្រភេទសងរបស់វាហើយបងអញ្ចឹងយើងអាចមួយកន្លែងហ្នឹងមកជាប់ដាក់កំប៉ុងធំបានដូចគ្នាអញ្ចឹងសម្រាប់លាងគ្រួសារយើងមាន2 3 model អញ្ចឹងសម្រាប់ model ដែលក្រោម100ហើយយ៉ាងខ្លាំងបន្តិចប្រើប៉ុណ្ណេះល្អប្រើបងអញ្ចឹងយើងប្រើច្រើនហើយយើងប្រភេទដែលម៉ូទ័រដែលយើងដាច់ប្រចាំហាងហើយប្រភេទនេះអញ្ចឹងបងអាចលាងសិនជាលាងម៉ូតូលាងឡានបាននៅតែខ្លួនឯងឬក៏លាងតិចតួចលាងគ្រឿងសមុទ្រឬក៏លាងអីដែលនៅផ្ទះយើងអាចបកអាជីវកម្មតូចតាចតូចល្មមហ្នឹងយើងអាចប្រើបានអរគុណច្រើន